សូមជូនរឿងនាងពុទ្ធិនីសត្វដេរឆានជាសត្វមានចិត្តស្មោះត្រង់មិនសាំញ៉ាំដូចមនុស្សអើព្រះសម្មាសម្ពុទ្ធបរមគ្រូរបស់យើងបរិនិព្វានហើយក្នុងកាលជាខាងក្រោយមកមានសេដ្ឋីម្នាក់មានទ្រព្យ87កោដនៅក្នុងក្រុងបាតិលីបុត្រសេដ្ឋីនោះមានធីតាមួយរូបឈ្មោះពុទ្ធិនីនាងមានអាយុ7ឆ្នាំមាតាបិតាក៏បានស្លាប់ចោលអស់ទៅនៅតែម្នាក់ឯងជាមួយនឹងក្រុមញាតិទ្រព្យសម្បត្តិទាំងប៉ុន្មានក៏ធ្លាក់ទៅលើដៃនាងទាំងអស់ឯនាងពុទ្ធិនីនេះជាស្ត្រីមានរូបល្អដូចជារូបស្ត្រីទេពអប្សរដល់អាយុគម្រប់16ឆ្នាំពួកឥស្សរជនទាំងឡាយមានក្សត្រីនិងមន្ត្រីជាដើមតែងតែចោមរោមដណ្ដឹងនាងតែនាងពុំព្រមយកជាស្វាមីឡើយព្រោះជាស្ត្រីមាននិស្ស័យខ្ពស់នាងខំតែធ្វើទានរក្សាសិលប្រព្រឹត្តតែសុចរិតធម៌តែប៉ុណ្ណោះថ្ងៃមួយមានឈ្មួញសេះម្នាក់នៅក្នុងឧត្តរទិសបាននាំសេះជាច្រើនចូលទៅលក់ក្នុងក្រុងបាតិលីបុត្រទៅសំណាក់ក្នុងរោងទានរបស់នាងបានឃើញចរិយាសម្បត្តិនិងគុណសម្បត្តិរបស់នាងហើយក៏មានចិត្តប្រតិបត្តិស្រឡាញ់ហាក់បីដូចជាធីតាបង្កើតទៅសុំនាងធ្វើជាកូនចិញ្ចឹមនាងក៏ព្រមតាមពាក្យសុំឈ្មោះសេះនោះបានឲ្យកូនសេះសន្តិវៈមួយដល់នាងក៏មានចិត្តស្រឡាញ់សេះនោះដូចជាកូនចិញ្ចឹមឬកូនបង្កើតនាងខំថែរក្សាដោយផ្ចិតផ្ចង់ឯសេះក៏បានស្រឡាញ់នាងវិញដូចជាម្ដាយបង្កើតថ្ងៃក្រោយនាងបានដឹងថាសេះនោះមានមហិទ្ធិឫទ្ធិច្រើនអាចហោះហើរឯដល់អាកាសបានក៏គិតថាអញបានចិញ្ចឹមសេះនេះប្រពៃណាស់ព្រោះមានបំណងចង់ទៅថ្វាយបង្គំព្រះមហាពោធិព្រឹក្សជាយូរហើយលុះគិតដូច្នេះហើយក៏ចាត់ចែងធ្វើភូមិផ្កាមាសព្រមទាំងគ្រឿងក្រអូបផ្សេងមានក្លិនច័ន្ទជាដើមធ្វើហើយវិចខ្ចប់ស្រួលបួលកាន់ដើរទៅរោងសេះនិយាយប្រាប់សេះថាមនាលកូនសម្លាញ់អ្នកជួនម្ដាយទៅថ្វាយបង្គំព្រះមហាពោធិព្រឹក្សសេះឮដូច្នេះក៏ដើរចេញពីក្រោយមកឲ្យនាងឡើងជិះលើខ្នងហើយហោះសំដៅទៅពោធិមណ្ឌលទៅចុះក្បែរគោមហាពោធិព្រឹក្សដោយសន្ទុះយ៉ាងរហ័សក្រៃលែងដូចជាបរោះមានកម្លាំងបត់ដុំដៃហើយលាចេញពេលនោះមានព្រះសង្ឃមួយអង្គព្រះនាមហម្មរកតៈព្រមទាំងព្រះសង្ឃដទៃទៀតជាបរិវារដែលនៅថែរក្សាមហាពោធិព្រឹក្សនោះនាងពុទ្ធិនីយកភូមិផ្កាមាសនិងគ្រឿងក្រអូបផ្សេងទៅបូជាមហាពោធិព្រឹក្សហើយបានប្រកាសប្រាប់ដល់ព្រះសង្ឃថាគ្រឿងសក្ការៈនេះសូមព្រះសង្ឃចាត់ចែងទុកដាក់ថែរក្សាចុះតាំងពីកាលនោះមកនាងតែងតែជិះសេះទៅបូជានិងបោសសម្អាតគោលមហាពោធិព្រឹក្សរាល់ថ្ងៃមួយព្រះរាជាក្រុងបាតិលីបុត្របានជ្រាបថានាងពុទ្ធិនីជិះសេះទៅថ្វាយបង្គំមហាពោធិព្រឹក្សរាល់ថ្ងៃដូច្នេះក៏ចាត់អាមាត្យឲ្យនាំគ្នាទៅចាំស្ទាក់ចាប់នាងយកមកអភិសេកធ្វើជាអគ្គមហេសីពេលនោះនាងពុទ្ធិនីបូជាមហាពោធិព្រឹក្សហើយរៀបចំដំណើរនឹងត្រឡប់មកវិញព្រះធម្មរកតៈ
ជាព្រះអរហន្តបានជ្រាបហេតុការដែលអាមាត្យពូនចាំចាប់នោះតើបប្រាប់ដល់នាងពុទ្ធិនីថាមនាលនាងបើត្រឡប់ទៅវិញចូលប្រយ័ត្នខ្លួនកុំប្រមាទនាងពុទ្ធិនីបានទៅដល់ពាក់កណ្ដាលផ្លូវពួកអាមាត្យដែលពូនចាំចាប់នោះនាំគ្នាស្រែកសន្ធប់ឡើងសេះក៏ភ្ញាក់ហោះឡើងទៅលើអាកាសធ្លាក់នាងពុទ្ធិនីពីខ្នងនាងភ័យខ្លាំងណាស់ខំស្រែកហៅសេះថាណែកូនសម្លាញ់ម្ដាយជួយម្ដាយផងសេះនោះដឹងថានាងធ្លាក់ពីលើខ្នងហើយក៏ហក់ចុះមកដោយសន្ទុះយ៉ាងឆាប់រហ័សយកខ្នងទៅរំទទួលនាងឲ្យជិះដូចដើមវិញឥតឲ្យធ្លាក់ដល់ដីឡើយទើបហោះទៅកាន់គេហដ្ឋានរបស់ខ្លួនដោយសិរីសួស្តីតាំងពីពេលនោះមកនាងពុទ្ធិនីបានចំណាយទ្រព្យចាត់ចែងឲ្យទានដរាបដល់អស់87កោដលុះអស់អាយុក៏បានទៅកើតក្នុងឋានសួគ៌សោយសម្បត្តិទឹកបរិបូរណ៍ដោយសុខភាពអស់កាលជាអង្វែងសូមអនុមោទនា